វិញ្ញាសាទី1 1ជាការនេះបង្ហាញពីសេគ្វីងាយ1តើឧបករណ៍វេបាទនិមិត្តសញ្ញាវេដែលមានគូសវងនេះគឺជានិមិត្តសញ្ញាបាទ voltmeter នេះសម្រាប់វាស់អ្វីកវាស់អាំងតង់ស្តេចចរន្តឆ្លងកាត់អំពូលខវាស់បរិមាណថាមពលស្តុកទុកក្នុងបាតេរីកវាស់ផលសងប៉ូតុងស្យាលរវាងគោលនៃបាតេរីខវាស់អានុភាពស៊ីដល់អំពូលចឹងមាននិមិត្តសញ្ញាដូចខាងក្រោមនេះតើយើងគិតថាចម្លើយមួយណាដែលត្រឹមត្រូវបាទចឹងយើងដាក់ចម្លើយមក1ឧបករណ៍ voltmeter នេះប្រើសម្រាប់វាស់ចឹងយើងមើលទៅលើរូបបាទ CFV របស់យើងតើ voltmeter គេវាស់នៅកន្លែងណាគឺគេជាប់ពីប៉ូម្ខាងនៃបាតេរីហើយមកប៉ូម្ខាងទីនៃបាតេរីបាទគេភ្ជាប់មកប៉ូម្ខាងពីប៉ូម្ខាងបាទចឹងនៅក្នុងចំណោមសំណួរទី4របស់យើងបើយើងគិតថាកវាស់អាំងតង់ស្តេចចរន្តឆ្លងកាត់អំពូលបាទគេមិនអាចយក voltmeter នេះទៅវាស់អាំងតង់ស្តេចចរន្តបានទេបាទហើយមួយទៀតវាអាចវាតជាខ្នែងជាមួយនឹងប្រភពអគ្គិសនីបាទអញ្ចឹងទីកគឺជាចំណាយដែលមិនត្រឹមត្រូវមួយទីខវាស់បរិមាណថាមពលស្តុកទុកក្នុងបាតេរីបាទអញ្ចឹង voltmeter គឺអាចប្រើទៅវាស់ថាមពលស្តុកទុកបានទេបាទអញ្ចឹងទីខក៏អត់ត្រឹមត្រូវដែរទីកបាទវាស់ផលសងប៉ូតុងស្យាលរវាងគោលនៃបាតេរីបាទចម្លើយនេះគឺជាចម្លើយដែលត្រឹមត្រូវពីព្រោះគេភ្ជាប់បាទ voltmeter ជាសេរីសំដៅជាខ្នែងជាមួយនឹងប្រភពអគ្គិសនីរបស់យើងអញ្ចឹងយើងមើលប្រភពអគ្គិសនីកន្លែងណាប្រភពអគ្គិសនីរបស់យើងឬក៏ជាតិតាអគ្គិសនីនេះនិមិត្តសញ្ញាមានវ័យមួយខ្លីមួយនិមិត្តសញ្ញានេះគឺជានិមិត្តសញ្ញាជាតិតាអគ្គិសនីបើសិនបើយើងសេប៉ូលរបស់វាណាបើយើងសេប៉ូលបាទខាងវ័យនេះគឺប៉ូលបូកខាងខ្លីប៉ូលដកអញ្ចឹងដល់ពេលយើងចុះវ៉ុលម៉ែត្រទៅចរន្តវ៉ុលពីខាងប៉ូលបូកទៅខាងប៉ូលដកអញ្ចឹងដើម្បីវាស់បាទផលសងប៉ូតុងស្យាលរបស់បាតេរីនេះគឺយើងមិនជាប់វ៉ុលម៉ែត្រអញ្ចឹងវ៉ុលម៉ែត្រនេះគឺភ្ជាប់ជាខ្នែងជាមួយនឹងបាតេរីនេះបាទប៉ូលម្ខាងជាប់ទៅនឹងប៉ូលបូកហើយម្ខាងទៀតរបស់វ៉ុលម៉ែត្រជាប់ទៅនឹងប៉ូលដកបាទអញ្ចឹងនិមិត្តសញ្ញាវ៉េនេះដែលមានវងពីមូលនេះគឺជានិមិត្តសញ្ញា voltmeter ដែលប្រើសម្រាប់វាស់ផលសងប៉ូតុងស្យាលនៃបាតេរីបាទនេះគេសួរសំណួរខាងលើណាវ៉េនេះគឺប្រើសម្រាប់ធ្វើអីអញ្ចឹងថាប្រើសម្រាប់វាស់ផលសងប៉ូតុងស្យាលរវាងបាតេរីអញ្ចឹងចម្លើយដែលត្រឹមត្រូវបាទគឺកយើងមិនបាច់មើលដល់ខទៀតទេពុកខវាស់អានុភាពស៊ីដោយអំពូលទេអញ្ចឹងអត់មាននិមិត្តសញ្ញាណាមួយដែលប្រើសម្រាប់វាស់អានុភាពដែលស៊ីដោយអំពូលទេអញ្ចឹងអត់មានទេគោលដៅរបស់យើងគឺយើងចង់គេសួររកតែនេះវ៉េនេះដែលមានសញ្ញាគូហុំពីខាងក្រៅនេះអាហ្នឹងគឺសំដៅដល់ voltmeter បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវឧបករណ៍នេះវាស់សម្រាប់វាស់អញ្ចឹងយើងដាក់ថាខបាទដាក់ថាខវាស់សំទោសមិនខឯកបាទយើងកបាទវាស់ផលសងប៉ូតុងស្យាលវាស់ផលសងប៉ូតុងស្យាលរវាងគោលនៃបាតេរីបាទរវាងគោលនៃបាតេរីបាទអញ្ចឹងយើងដាក់សញ្ញាគ្រីសមកបាទគឺជាចម្លើយត្រឹមត្រូវបាទអញ្ចឹងនៅក្នុងសំណួរនេះបាទចម្លើយដែលត្រឹមត្រូវគឺអក្សរបាទអក្សរកបាទអក្សរកគឺវាស់ផលសងប៉ូតុងស្យាលរវាងគោលនៃបាតេរីបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺគូចង់បង្ហាញតែប៉ុណ្្នឹងបាទសូមអរគុណ